នាក់ជោគជ័យដើម2នាក់កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពមន្ត្រីរដ្ឋាភិបាលនិងអ្នកគ្រប់គ្រងធនធានធម្មជាតិសំខាន់ៗនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រងព្រៃឈើនិងអភិរក្សជីវៈចម្រុះប្រកបដោយនិរន្តរភាពខ្ញុំបាទស៊ីបរិញ្ញាសូមជម្រាបសួរអស់លោកអ្នកស្ដាប់កម្មវិធីជោគជ័យ7នាក់ជាទីមេត្រីចា៎នាងខ្ញុំបញ្ញាក៏សូមជម្រាបសួរដល់ប្រធានក្លឹបនិងសមាជិកក្លឹបអ្នកស្ដាប់នៅតាមសហគមន៍ព្រៃឈើផងដែរបាទថ្ងៃនេះកម្មវិធីជោគជ័យ7នាក់ដែលឧបត្ថម្ភដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID តាមរយៈអង្គការវិនិយោគអន្តរជាតិនិងលើកយកប្រធានបទស្ដីអំពី Gender ក្នុងវិស័យព្រៃឈើនិងការគ្រប់គ្រងធនធានធម្មជាតិមកពិភាក្សាហើយអ្វីបានជាការគ្រប់គ្រងធនធានធម្មជាតិមានព្រៃឈើជាដើមចាំបាច់មាន gender ហើយ gender ជាអ្វីទៅចាដូច្នេះលោកអ្នកនាងនឹងបានជ្រាបនៅពេលបន្តិចទៀតនេះលោកអ្នកនាងកំពុងស្ដាប់កម្មវិធីជោគជ័យ7នាក់ផ្សាយចេញពីវិទ្យុបាយ័ន FM 95 MHz រាជធានីភ្នំពេញឧបត្ថម្ភកម្មវិធីដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAIDប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីរយៈពេល30នាទីនេះលោកអ្នកនឹងបានស្ដាប់នាទីប្រមូលផ្ដុំសម្លេងប្រជាពលរដ្ឋបទសម្ភាសន៍រវាងលោកស៊ីបរិញ្ញាជាមួយកញ្ញាហុងរដ្ឋាអ្នកសម្របសម្រួលការងារអង្គការដៃគូរបស់គម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ល្ខោនវិទ្យុរឿងយើងទាំងពីរនាក់បទសម្ភាសន៍របស់លោកស៊ីបរិញ្ញាជាមួយលោកនួនហាក់អ្នកយកព័ត៌មានសហគមន៍ការប្រកាសលេខប្រព័ន្ធឆ្លើយតបសម្លេងដោយស្វ័យប្រវត្តិជោគជ័យ7នាក់ជោគជ័យ7នាក់ជោគជ័យ7នាក់ចាលោកបរិញ្ញាបាទនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិមានព្រៃឈើជាដើមហេតុអីចាំបាច់មានស្ត្រីចូលរួមបាទពីព្រោះស្ត្រីដែលគាត់រស់នៅតាមសហគមន៍ព្រៃឈើជាធម្មតាតែងតែចូលព្រៃដើម្បីរកអុសរកផ្សិតបន្លែផ្លែឈើព្រៃបោចវល្លិផ្ដៅដងជ័ររកឱសថបុរាណជាដើមសម្រាប់យកមកដោះស្រាយជីវភាពគ្រួសាររបស់គាត់អូអញ្ចឹងបានន័យថាស្ត្រីគាត់ទទួលបានផលប្រយោជន៍ជាច្រើនពីព្រៃឈើដែរមែនទេមែនហើយដោយសារតែព្រៃឈើផ្ដល់ផលប្រយោជន៍ដល់ស្ត្រីហ្នឹងហើយទើបស្ត្រីគាត់បានចូលរួមយ៉ាងសកម្មក្នុងការដើរល្បាតថែរក្សាការពារព្រៃឈើជាមួយបុរសដែរនេះហើយគេហៅថាភាពស្មើគ្នារវាងបុរសនិងស្ត្រីនោះប៉ុន្តែលោកបរិញ្ញាជាទូទៅស្ត្រីនៅតាមសហគមន៍ព្រៃឈើគាត់យល់ច្បាស់ណាស់អំពីភារកិច្ចថែរក្សាការពារព្រៃឈើនេះបាទត្រូវហើយអញ្ចឹងដើម្បីបញ្ជាក់ឲ្យច្បាស់ថាហេតុអ្វីបានជាស្ត្រីគាត់ចូលរួមការពារព្រៃឈើសូមជើញប្រិយមិត្តស្ដាប់នៅមតិរបស់គាត់ដូចតទៅនាទីប្រមូលផ្ដុំសម្លេងប្រជាពលរដ្ឋហេតុអីបានស្ត្រីចាំបាច់ត្រូវថែរក្សាការពារព្រៃឈើហ្នឹងហេតុអីហេតុឲ្យបានអស់ដុតឲ្យបានផ្លែឈើយកមកលក់ចាំខ្លួនចាំកូនចៅចាដល់បាត់បង់អស់ទៅវាមិនអត់អនុហែងទៅដើម្បីជីវិតរបស់យើងតើតើមានយើងជួយការពារព្រៃឈើទៅបានជីវិតយើងគ្រាន់មានជីវភាពរស់នៅទាំងអស់គ្នាព្រៃឈើវាជួយដល់គ្រួសារដូចជាយើងទៅកាប់វត្តទៅយកទៅលក់ដើម្បីមានប្រាក់ចំណូលត្រូវការពារកុំឲ្យបាត់បង់ព្រៃយើងត្រូវរក្សាដើម្បីអនាគតដល់កូនចៅយើងទៅមុខទៀតស្ត្រីត្រូវបានប្រយោជន៍ពីប្តីទ្រជឿរឹសជឿបោចវើដងជឿដូចជាផ្សិតផ្លែឈើអីបេះមួលក់យកលុយចាយបានយ៉ាងស្រួលដូចជាសពថ្ងៃចេះពឹងនេះចេះទ្រិលរិលហើយដូចជាប្តីដើរទៅដងជឿចោះច្បោះមិនវិចបាយក៏បានដែរដូចជា2-3ឆ្នាំមុនណាជឿស្ដែងដូចខ្ញុំនៅពីចន្ទងខ្ញុំទៅដងជឿចោះច្បោះទៅដល់ពេលមកមើលផ្លែឈើណាផ្លែតោងបេះរមួយថ្ពក់ជាមួយឡើងគួលមេឃវាហូបរួចមួយថ្ងៃគ្មានបានជាស្ត្រីត្រូវការថែរក្សាការពារព្រៃឈើព្រោះព្រៃឈើអាចជួយឲ្យស្ត្រីរួចផុតពីជីវភាពគ្រួសារបានចាតាមមតិរបស់ពួកគាត់ការចូលរួមថែរក្សាការពារព្រៃឈើគឺជារឿងសំខាន់ណាស់ពីព្រោះប្រសិនបើព្រៃឈើបាត់បង់ពួកគាត់ពិតជាជួបការលំបាកលើផ្នែកជីវភាពមិនខានបាទត្រូវហើយបញ្ញាស្ត្រី
គឺជាកម្លាំងដែលមិនអាចខ្វះបានក្នុងកិច្ចអភិរក្សថែរក្សាការពារនិងអភិវឌ្ឍព្រៃឈើនិងជីវៈចម្រុះនៅកម្ពុជានេតិបទសម្ភារចាលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់បទសម្ភាររវាងលោកស៊ីបរិញ្ញាជាមួយកញ្ញាហុងរដ្ឋាអ្នកសម្របសម្រួលការងារអង្គការដៃគូរបស់គម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ដូចតទៅបាទជាបឋមនេះខ្ញុំបាទសូមថ្លែងអំណរគុណចំពោះកញ្ញាហុងរដ្ឋាអ្នកសម្របសម្រួលការងារអង្គការដៃគូរបស់គម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ដែលបានអនុញ្ញាតឲ្យខ្ញុំបានជួបសម្ភាសនៅក្នុងឱកាសនេះបានខ្ញុំចង់ជម្រាបសួរថាតើអ្វីទៅជា gender បាទអរគុណលោកដែលបានផ្ដល់ឱកាសក្នុងការឲ្យខ្ញុំបានចែកចាយនៅចំណេះដឹងពាក់ព័ន្ធនឹង gender ចាចំពោះខ្ញុំ gender មានន័យថាមិនមែនគ្រាន់តែជាភេទប្រុសឬក៏ស្ត្រីអីប៉ុណ្ណឹងទេតែ gender គឺជាភាពខុសគ្នារវាងការរស់នៅផ្នែកសង្គមវប្បធម៌អីផ្សេងៗនេះគឺមានន័យថាទាំងបុរសទាំងស្ត្រីយើងមិនអាចបែងចែកដាច់ដោយគ្រាន់តែយកភេទមកបែងចែកទេចំពោះខ្ញុំហើយ gender ដូចខ្ញុំជម្រាបជូនចឹងគឺជាការរស់នៅបែបភាពខុសគ្នាផ្នែកសង្គមវប្បធម៌និងទំនៀមទម្លាប់របស់គាត់ចា៎បាទសូមអរគុណបាទនៅក្នុងការអភិរក្សថែរក្សាការពារនិងអភិវឌ្ឍព្រៃឈើហេតុអីចាំបាច់មាន gender បាទចាអរគុណយើងដឹងហើយថាចំពោះធនធានធម្មជាតិតកតងនឹងព្រៃឈើស្អីផ្សេងៗក៏ដោយគឺទាំងបុរសទាំងស្ត្រីគឺគាត់ទទួលបានផលប្រយោជន៍ពីព្រៃឈើអញ្ចឹងអ្នកទាំងពីរអ្នកហ្នឹងគឺមានសិទ្ធិមានឱកាសគ្រប់គ្រាន់ក្នុងការរួមចំណែកការពារនិងថែរក្សាស្អីដែលខ្លួនទទួលផលហើយនេះជាទូនីតិជាសិទ្ធិដែលគាត់អាចមានក្នុងការបញ្ចេញមតិយោបល់ក្នុងការរួមចំណែកអភិវឌ្ឍនៅស្អីដែលជាធនធានរបស់គាត់បាទសូមអរគុណបាទតើ gender ក្នុងវិស័យព្រៃឈើនិងការគ្រប់គ្រងធនធានធម្មជាតិនឹងមានន័យយ៉ាងដូចម្តេចបាទចាគឺមានន័យថាទាំងពីរនាក់គឺមានឱកាសរួមចំណែកក្នុងការសម្រេចចិត្តទៅលើការប្រើប្រាស់ការថែទាំការពារនិងអភិវឌ្ឍធនធានព្រៃឈើដែលជារបស់គាត់ផ្ទាល់អញ្ចឹងមិនមែនមានន័យថាបុរសមានសិទ្ធិសម្រេចចិត្តទៅលើការការពាររបៀបណានោះទេប៉ុន្តែគឺទាំងបុរសទាំងស្ត្រីគឺមានសិទ្ធិក្នុងការអង្គុយជុំគ្នាជជែកគ្នារកដំណោះស្រាយឲ្យសម្រេចចិត្តរួមគ្នាថាតើគួរការពារឬក៏អភិវឌ្ឍព្រៃឈើរបស់ខ្លួនដោយរបៀបណាក្នុងកិច្ចអភិរក្សថែរក្សាការពារនិងអភិវឌ្ឍព្រៃឈើចាំបាច់តម្រូវឲ្យមានស្ត្រីសហគមន៍ដែលមានការយល់ដឹងនិងមានសមត្ថភាពចូលរួមឬក៏យ៉ាងណាបាទចាបើយើងមើលទៅគ្រប់ទីកន្លែងទាំងអស់គឺមានទាំងបុរសទាំងស្ត្រីហើយគ្រប់ទីកន្លែងទាំងអស់ទាមទារឲ្យទាំងពីរភេទទាំងពីរអ្នកហ្នឹងគឺរួមចំណែកគ្នាក្នុងការអភិវឌ្ឍជាពិសេសបើយើងមើលតាមតំបន់ជនបទស្ត្រីគឺគាត់ជាអ្នកដែលទទួលផលផងដែរពីធនធានធម្មជាតិពីព្រៃឈើយើងឧទាហរណ៍ដូចជាសហគមន៍នៅតាមសហគមន៍ព្រៃឈើរបស់យើងគឺស្ត្រីគឺគាត់ទទួលផលប្រយោជន៍ដូចជាគាត់ទៅយើងនិយាយសាមញ្ញណាជីកលពីងឬមួយក៏ទៅយកផ្ដៅឬមួយក៏ទៅប្រមូលផលអីផ្សេងៗបេះផ្លែឈើអីផ្សេងៗអញ្ចឹងការដែលមានស្ត្រីចូលរួមចំណែកក្នុងការដែលពិភាក្សាហើយនឹងរួមចំណែកក្នុងការថែទាំឬក៏ដោះស្រាយបញ្ហាផ្សេងៗជារឿងចាំបាច់ព្រោះស្ត្រីជាអ្នកដែលទទួលផលច្រើនពីព្រៃឈើហើយគាត់នឹងមានគំនិតមានយោបល់ច្រើនក្នុងការដែលជួយរួមចំណែកដោះស្រាយថាតើគួរធ្វើយ៉ាងម៉េចព្រោះគាត់ជាអ្នកទទួលផលផ្ទាល់ហើយគាត់នឹងមានការយល់ឃើញច្បាស់លាស់ជាងយើងដែលអត់បានទៅពាក់ព័ន្ធដើម្បីឲ្យគាត់នឹងមានឱកាសក្នុងការចែកចាយនៅអ្វីដែលគាត់ដឹងគាត់យល់ជាចំណេះដឹងដែលគាត់មាននៅក្នុងខ្លួនគាត់បាទសូមអរគុណបាទកន្លងមកតើគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID បានធ្វើការងារលើកកម្ពស់ gender និងផ្ដល់ភាពអង្អាចដល់ស្ត្រីអ្វីខ្លះក្នុងវិស័យព្រៃឈើបាទចាខ្ញុំចង់ជំរាបជូនផងដែរថារបៀបដែលគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID របៀបដែលយើងធ្វើការគឺយើងធ្វើការជាមួយនឹងអង្គការដៃគូក៏ដូចជាបុគ្គលិករបស់យើងផ្ទាល់ចុះទៅអនុវត្តការងារនៅតាមសហគមន៍អញ្ចឹងរបៀបដែលយើងធ្វើការគឺយើងមានមន្ត្រីជំនាញផ្នែក gender កសាងសមត្ថភាពទៅដល់បុគ្គលិកផ្ទាល់ក៏ដូចជាទៅដល់បុគ្គលិករបស់អង្គការដៃគូដើម្បីឲ្យគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដែលលើកទឹកចិត្តក៏ដូចជាជំរុញឲ្យបុរសនិងស្ត្រីមានការចូលរួមចំណែកស្មើភាពគ្នាក្នុងការពិភាក្សានិងដោះស្រាយបញ្ហារួមគ្នាចឹងរឿងសំខាន់ដែលយើងចង់ផ្ដោតនោះគឺអ្នកដែលធ្វើការផ្ទាល់ជាមួយនឹងសហគមន៍ជាបុគ្គលិកក្តី
ជាបុគ្គលិកអង្គការដៃគូក្តីគឺគាត់មានការយល់ដឹងខ្ពស់ពីផ្នែកការលើកកម្ពស់ការចូលរួមរបស់បុរសនិងស្ត្រីនៅក្នុងការអភិរក្សនិងអភិវឌ្ឍព្រៃឈើរបស់គាត់បាទជាចុងក្រោយតើកញ្ញាមានសំណូមពរអ្វីទៅដល់ស្ត្រីនៅតាមសហគមន៍ព្រៃឈើបាទទោះជាគាត់ជាស្ត្រីហើយទោះជាគាត់ជាបុរសគឺសំណូមពរឲ្យចូលរួមទាំងអស់គ្នាក្នុងការដោះស្រាយបញ្ហារួមគ្នាអរគុណចំពោះកញ្ញាហុងរដ្ឋាដែលបានផ្ដល់បទសម្ភាសន៍ដ៏មានសារៈសំខាន់នេះបាទចាអរគុណចាចាលោកអ្នកនាងទើបនឹងបានស្ដាប់បទសម្ភាសន៍រវាងលោកស៊ីបរិញ្ញាជាមួយកញ្ញាទូសុភ័ណ្ឌអ្នកឯកទេស Gender នៃគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAIDស្ត្រីនិងបុរសគឺជាដៃគូដ៏ល្អក្នុងការថែរក្សាការពារព្រៃឈើនិងជីវៈចម្រុះចាលោកបរិញ្ញាគ្រប់ការងារនៅក្នុងសង្គមគឺតែងតែមានស្ត្រីចូលរួមជានិច្ចហើយនៅក្នុងគ្រួសារប្តីជាមេគ្រួសាររីឯប្រពន្ធជាមេផ្ទះប្តីជាអ្នកធ្វើការខាងក្រៅរកប្រាក់មកផ្គត់ផ្គង់គ្រួសាររីឯប្រពន្ធនៅផ្ទះមើលថែទាំទ្រព្យសម្បត្តិផ្ទះសម្បែងនិងកូនចៅបាទនេះហើយជាភារកិច្ចរបស់ប្តីប្រពន្ធដែលត្រូវជួយគ្នាទៅវិញទៅមកប៉ុន្តែបច្ចុប្បន្ននេះក្រុមគ្រួសារខ្លះធ្វើការទាំងប្តីទាំងប្រពន្ធបានចាទោះបីជាធ្វើការទាំងពីរនាក់ក៏ដោយក៏ស្ត្រីនៅតែបម្រើកូនចៅបម្រើប្តីដដែលហ្នឹងអញ្ចឹងបានថាស្ត្រីមានភាពអំណត់ណាស់ហើយស្វាមីខ្លះក៏ចេះជួយភរិយាដែរចាពីព្រោះគេបានយល់ដឹងច្បាស់លាស់អំពីរឿង gender គឺភាពស្មើគ្នារវាងបុរសនិងស្ត្រីចាត្រូវហើយដូចជារឿងការពារព្រៃឈើយើងអញ្ចឹងស្ត្រីគេនាំគ្នាដើរល្បាតពេលថ្ងៃរីឯបុរសគេនាំគ្នាដើរល្បាតពេលយប់ហើយបើស្ត្រីទៅរកអនុផលព្រៃឈើស្ត្រីក៏ជួយឃ្លាំមើលក្រែងមានបទល្មើសព្រៃឈើដែរនេះហើយគេហៅថាការចូលរួមទាំងអស់គ្នារវាងបុរសនិងស្ត្រីបង្កើនសមត្ថភាពដល់ស្ត្រីក្នុងការគ្រប់គ្រងធនធានព្រៃឈើគឺជាចំណែកមួយជួយថែរក្សាការពារព្រៃឈើឲ្យគង់វង្សនេតិបទសម្ភាសន៍ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោកស៊ីបរិញ្ញាជាមួយលោកនួនហាក់អ្នកយកព័ត៌មានសហគមន៍និងជាអនុប្រធានបណ្ដាញព្រៃឈើខេត្តកំពង់ធំដែលមានខ្លឹមសារដូចតទៅបាទខ្ញុំបាទសូមជម្រាបសួរលោកនួនហាក់បាទកន្លងមកនេះមានគម្រោងមួយគេហៅថាគម្រោងរ៉េតបូកទំរីងកម្ពុជាកូរ៉េតើគម្រោងនេះគេធ្វើទៅលើការងារអ្វីខ្លះទៅបាទសូមជម្រាបលោកថាគម្រោងរ៉េតបូកទំរីងកម្ពុជាកូរ៉េហ្នឹងគឺទីតាំងរបស់គម្រោងហ្នឹងស្ថិតនៅក្នុងឃុំទំរីងឃុំសុកចិត្តឃុំមានរិទ្ធនិងនៅក្នុងស្រុកសណ្ណាខេត្តកំពង់ធំដែលមានផ្ទៃដីគម្រោងហ្នឹងសរុប70042ហិកតាហើយសហគមន៍ដែលចូលរួមសរុបគឺមាន14សហគមន៍បើគិតជាគ្រួសារសរុបវា2526គ្រួសារហើយនឹងចំនួនភូមិ17ភូមិបាទសូមអរគុណបាទហេតុអីបានជាគម្រោងរ៉េតបូកទំរីងកម្ពុជាកូរ៉េហ្នឹងគេចាប់អារម្មណ៍ហើយមកធ្វើនៅសហគមន៍ព្រៃឈើក្នុងស្រុកសណ្ដានយើងនេះបាទពីព្រោះគម្រោងរ៉េតទំរីងកម្ពុជាកូរ៉េនេះព្រោះរដ្ឋាភិបាលដែលមានសម្ដេចនាយករដ្ឋមន្ត្រីហ្នឹងគឺបានចុះកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលកូរ៉េសារប្រយោជន៍សំខាន់សម្រាប់សម្រង់នៅព័ត៌មានស្ដីអំពីការប្រែប្រួលអាកាសធាតុបាទដូច្នេះគឺការផ្សព្វផ្សាយហ្នឹងគឺចុះដល់ទាំង14សហគមន៍ហ្នឹងហើយខ្លឹមសាររបស់គម្រោងហ្នឹងគឺគេនិយាយអំពីការប្រែប្រួលអាកាសធាតុបាទពីព្រោះនៅសប្តាហ៍នេះគឺយើងឃើញហើយប្រទេសកម្ពុជាយើងគឺមិនដែលមានការប្រែប្រួលអាកាសធាតុទេទើបនៅឆ្នាំនេះយើងឃើញថាវាមានការប្រែប្រួលឡើងកម្ដៅដូចជាតំបន់នៅស្រុកសណ្ដាននេះមានការរាំងស្ងួតហើយក៏វាមានការប្រែប្រួលច្រើនដោយសារការបាត់បង់ព្រៃឈើហ្នឹងឯងដែលវាបណ្ដាលឲ្យមានទៅជាខ្យល់កន្ត្រាក់ទៅជាឲ្យរាំងស្ងួតហើយនឹងឡើងកម្ដៅបាទដូច្នេះហើយបានខាងអង្គការរ៉េតកម្ពុជាកូរ៉េទំរីងហ្នឹងគឺចុះជួយផ្សព្វផ្សាយគឺទាំង14សហគមន៍នេះឲ្យធ្វើម៉េចជួយកាត់បន្ថយនិងជួយទប់ស្កាត់អំពីការកាប់បំផ្លាញព្រៃឈើបាទសូមអរគុណបាទតើដំណើរការគម្រោងរ៉េតបូកទំរីងកម្ពុជាកូរ៉េនេះប្រព្រឹត្តទៅយ៉ាងដូចម្តេចហើយមកដល់បច្ចុប្បន្ននេះបាទបច្ចុប្បន្ននេះសហគមន៍យើងខ្ញុំគឺបានទទួលមានការប្រាក់ឧបត្ថម្ភដើម្បីល្បាតពីព្រោះខាងរ៉េតបូកទំរីងហ្នឹងកម្ពុជាកូរ៉េហ្នឹងគាត់កំពុងតែចុះផ្សព្វផ្សាយបានសរុបទាំងអស់9សហគមន៍ហើយម្យ៉ាងទៀតទាំង9សហគមន៍ហ្នឹងគឺមានការឧបត្ថម្ភគ្រប់គ្រងពីខាងរ៉េតបូកកម្ពុជាកូរ៉េនេះគឺផ្ដល់ជាថវិកាសម្រាប់ជួយផ្ដល់ដូចជានៅសាំងដូចជានៅអាហារបន្តិចបន្តួចដើម្បីដល់ក្រុមល្បាតបាទហើយសហគមន៍ទាំងអស់ហ្នឹងគឺ
បានចូលរួមហើយក៏ចាប់ដើមធ្វើការល្បាតជាហូរហែមកហើយបាទដើម្បីការពារទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបាទតើលោកគិតថាគម្រោងរ៉េតបូកទំរីងកម្ពុជាកូរ៉េនេះមានផ្ដល់ផលប្រយោជន៍អ្វីខ្លះទៅដល់សហគមន៍ព្រៃឈើនៅក្នុងស្រុកសណ្ដានយើងនេះបើតាមជាទស្សនៈវិស័យរបស់យើងនឹកឃើញថាបើសិនជាខាងរ៉េតបូកទំរីងកម្ពុជាកូរ៉េនេះដាក់មកលើសហគមន៍ទាំងអស់នេះគឺយើងមានសារៈសំខាន់ណាស់ហើយយើងក៏បានជួយនៅការកាត់បន្ថយនៃការប្រែប្រួលអាកាសធាតុពីព្រោះការធ្វើនេះគឺវាមិនមានផលអ្វីដល់ប៉ះពាល់ដល់ប្រជាពលរដ្ឋទេគឺសូមឲ្យសហគមន៍នីមួយៗនោះជួយអភិរក្សព្រៃឈើឡើងវិញបាទដើម្បីទប់ស្កាត់កុំឲ្យមានការបាត់បង់វានាំឲ្យមានការប្រែប្រួលបាទក្រៅអំពីគម្រោងរ៉េតបូកទំរីងកម្ពុជាកូរ៉េនេះតើមានអង្គការណាខ្លះទៀតដែលជួយទៅលើការងារអភិរក្សនិងអភិវឌ្ឍព្រៃឈើដែរទេបាទនៅសហគមន៍នៅក្នុងស្រុកសណ្ដានហ្នឹងគឺមានខាងអង្គការគេហៅ UNDP អង្គការសហជីវជាតិហ្នឹងគេហៅថា UNRED ហើយ UNRED ហ្នឹងក៏មានធ្វើកិច្ចសន្យាជាមួយនឹងសហគមន៍នៅក្នុងស្រុកសណ្ដានហ្នឹងគឺមាន3គឺសហគមន៍ទី1គឺសហគមន៍ជាំស្មាច់សហគមន៍ទី2ហ្នឹងគឺសហគមន៍អូបោះលៀងនិងភូមិរន្ទះហើយនឹងសហគមន៍ទី3ហ្នឹងក្បាលអូកញ្ញានៅភូមិត្បូងទឹកគឺខាងអង្គការ UNRED ហ្នឹងគឺបានជួយជាថវិកាមកដើម្បីបំពេញទៅតាមសំណុំពរអ្វីដែលពាក់ព័ន្ធទៅនឹងភូមិសាស្ត្រអ្វីដែលធ្វើឲ្យคล้ายទៅជាសិទ្ធិពិតប្រាកដដូច្នេះនៅសហគមន៍3ហ្នឹងគឺខាងអង្គការ UNDP ដែលហៅថា UNRED ហ្នឹងគឺបានផ្ដល់ថវិកាដើម្បីជួយឧបត្ថម្ភដល់សហគមន៍ហ្នឹងធ្វើម៉េចដើម្បីជួយទប់ស្កាត់ការបាត់បង់ព្រៃឈើដូចគ្នាបាទសូមអរគុណបាទរួមគ្នាថែរក្សាការពារនិងអភិវឌ្ឍព្រៃឈើនិងជីវៈចម្រុះដើម្បីធ្វើឲ្យព្រៃឈើនៅកម្ពុជាសម្បូរស្ដុកស្ដំចាលោកបរិញ្ញាគិតទៅព្រៃឈើមានប្រយោជន៍មែនតែនជាជំរកសត្វព្រៃផ្ដល់អនុផលព្រៃឈើជួយទប់ស្កាត់នៅគ្រោះធម្មជាតិនានាដូចជាគ្រោះទឹកជំនន់គ្រោះរាំងស្ងួតជារនាំងការពារខ្យល់ព្យុះការពារការហូរច្រោះដីជាដើមបាទត្រូវហើយជាពិសេសគឺព្រៃឈើនឹងជាអាងផ្ទុកកាបូនដែលអាចលក់យកកម្រៃបានហើយជាប្រភពទាក់ទាញទឹកភ្លៀងបម្រើដល់វិស័យកសិកម្មនិងនេសាទដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ផ្ទៃរងទឹកភ្លៀងនានាទូទាំងប្រទេសផងដែរចាពិតជាពិសេសណាស់លោកបរិញ្ញាអញ្ចឹងយើងទាំងអស់គ្នាត្រូវជួយថែរក្សាការពារព្រៃឈើឲ្យបានគង់វង្សព្រៃឈើនិងជីវៈចម្រុះនៅកម្ពុជាបានគង់វង្សផ្ដើមចេញពីយើងទាំងអស់គ្នាលោកអ្នកនាងស្ដាប់ជាទីមេត្រីដើម្បីផ្លាស់ប្ដូរបរិយាកាសសូមអញ្ជើញលោកអ្នកនាងស្ដាប់ល្ខោនវិទ្យុខ្លីរឿងយើងទាំងពីរនាក់ពីកម្មវិធីយើងដូចតទៅណែនាងឯងមើលយន្តវាលីបកគោលបងដាក់លើគោយន្តដូចប្រុសវ័យយន្តវាកម្លាំងណាស់ប្រុសល្មមកម្លាំងមិនដល់វាទេសុំសរសើរឯងហើយយន្តធ្វើការដូចប្រុសមិនបាននាងឯងថាខ្ញុំធ្វើការដូចប្រុសអញ្ចឹងស្អីទៅគេហៅការងារប្រុសហ៎គឺឯងលីបកគោលបងដែលជាការងារប្រុសហ្នឹងណាងាប់ហើយបង្គោលបងម្ដៅមានធ្ងន់ឯណាឯងសាក់លីមើលមែនវ៉ៃមើលគ្នាសាក់លីមកដើមមើលគ្នាលីរួចដែរតាបកគោលបងមានធំឯណាលីម្ដងម្ដើមទៅយូរគង់ទៅអស់ទេហើយចុះប្តីឯងមិនមកជួយទេអីគាត់រវល់យកជ័រទឹកទៅលក់ជាមួយគេនៅខេត្តបាត់ទៅហើយគ្នាក៏យកគោយន្តមកដឹកបង្គោលរបងនេះទៅហួចចង់យន្តឯងបកគោយន្តខ្លួនឯងទៀតគ្រាន់តែបកគោយន្តរឿងអីមិនចេះស្មានថាស្រីនឹងអន់ណាស់ទៅអីហួចចុះពួកឯងមកព្រៃនឹងរកបានអីខ្លះពួកខ្ញុំរកអស់នឹងបន្លែហ្នឹងណាហួចឯណាមិនឃើញអស់ឃើញតែបន្លែគ្រាន់តែកាប់ទុកសិនហ្នឹងណាចាំឪវាមកដឹកងាប់ការងារកប៉ិកកប៉ុកសោះក៏ចាំប្តីមកដឹកដែរធ្វើខ្លួនឯងខ្លះទៅទើបគេហៅថាជួយគ្នាចុះអ្នកណាទទួលអស់រួចវ៉ៃបានមកកាប់អស់ទុកឲ្យហ្នឹងសំណាងហើយប្តីប្រពន្ធត្រូវចេះជួយគ្នាបានរួចចោះអស់ឯងតិចឲ្យច្រើនបើថាមិនមកដាក់លើគោយន្តគ្នាមក
ច្រើនដែរអរគុណណាយុនចាំខ្ញុំឲ្យឪវាមកដឹកក៏បានដែរបើអញ្ចឹងសាច់តែឯងទៅខ្ញុំចង់ឲ្យបងប្អូនស្រីចូលរួមឲ្យបានច្រើនក្នុងរឿងការពារព្រៃឈើនេះចាំបាច់ស្រីទៅការពារធ្វើអីឲ្យតែប្រុសទៅបានហើយធ្វើអញ្ចឹងមិនស្មើភាពបងធីមព្រោះប្រុសរឹងមាំជាងស្រីតែស្រីក៏ទទួលផលពីព្រៃឈើដែរតើអីមិនបានពឹងតែប្រុសណែបងប្អូនយើងស្រីកុំរាថយប្រុសគេធ្វើអីបានយើងក៏ធ្វើបានដែរមែនហើយកុំទៅខ្លាចក្លាហានឡើងបងប្អូនស្រីគ្រាន់តែរឿងការពារព្រៃប៉ុណ្ណឹងមានអីទៅពិបាកហ្នឹងខ្ញុំចង់បានសម្ដីហ្នឹងអញ្ចឹងបានគេហៅថាការចូលរួមតែខ្ញុំសូមអញ្ជើញលោកប្រធានសុំយ៉ាងម៉េចបងរីងបើទៅដើរល្បាតការពារព្រៃស្រីសូមទៅពេលថ្ងៃបានហើយអើយរួចចុះគេមានតែឲ្យស្រីទៅដើរល្បាតពេលយប់ឯណាមួយរឿងសុវត្ថិភាពផងតែបើទៅដើរល្បាតពេលថ្ងៃក៏ដោយខ្ញុំបែងចែកឲ្យមានស្រីមានប្រុសទៅដែរដើម្បីធានាសុវត្ថិភាពណាបើបានអញ្ចឹងរឹតតែល្អមែនហើយព្រោះកម្លាំងយើងជាស្រីមិនអាចតតាំងនឹងពួកប្រុសមកលួចកាប់ឈើបានទេយ៉ាងច្រើនណាស់បានត្រឹមតែរាយការណ៍ប៉ុណ្ណឹងហ្នឹងហើយគេហៅថាការចូលរួមរបស់យើងណាបងរីមត្រូវហើយព្រោះក្នុងសហគមន៍យើងមានប្រុសមានស្រីដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងចង់ឲ្យស្ត្រីចូលរួមឲ្យបានច្រើនពីព្រោះស្ត្រីជាកម្លាំងមិនអាចខ្វះបានក្នុងរឿងព្រៃឈើនេះព្រោះបើស្ត្រីបែរជាបញ្ចូលរួមក្នុងការថែរក្សាការពារព្រៃឈើបានន័យថាយើងបានបាត់បង់កម្លាំងមួយផ្នែកធំខ្ញុំនិយាយនេះត្រូវឬខុសត្រូវហើយរួចអញ្ចឹងត្រូវធ្វើយ៉ាងម៉េចត្រូវចូលរួមការពារព្រៃឈើទាំងអស់គ្នាត្រូវហើយព្រោះស្ត្រីដឹងសុខទុក្ខគ្នាឯងច្រើនជាងបុរសអញ្ចឹងនៅពេលបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍ព្រៃឈើអាណត្តិក្រោយសូមឲ្យបងប្អូនស្រីចូលឈ្មោះជាគណៈកម្មការឲ្យបានច្រើនយ៉ាងហោចណាស់បានពាក់កណ្ដាលដែរព្រមទេព្រមសូមទះដៃមួយខ្ញុំសប្បាយចិត្តណាស់ដែលស្រីយើងបានជាប់ជាសមាជិកជាគណៈកម្មការសហគមន៍ព្រៃឈើដែរគិតទៅក្នុងចំណោមគណៈកម្មការសហគមន៍ព្រៃឈើ7រូបគឺមានស្ត្រីយើងដល់តែ3រូបហើយចិត្តស្មើប្រុសដែរតែខ្ញុំនៅតែឆ្ងល់រឿងអីបងរីមរឿងការអភិរក្សព្រៃឈើនិងជីវៈចម្រុះនឹងណាហេតុអីចាំបាច់គិតគូពី gender បងរីមមិនដឹងទេសកម្មភាពរបស់ស្ត្រីនិងបុរសពាក់ព័ន្ធនឹងព្រៃឈើសុទ្ធតែបានចូលរួមចំណែកដល់ជីវភាពប្រចាំថ្ងៃអូអញ្ចឹងហើយចំណេះដឹងរបស់ស្ត្រីតាក់ទងនឹងព្រៃឈើនិងធនធានធម្មជាតិគឺខុសពីបុរសហើយវិសមភាពក្នុងសង្គមភាគច្រើនមិនមានតំណាងស្ត្រីចូលរួមគ្រប់គ្រាន់នៅក្នុងតួនាទីធ្វើការសម្រេចចិត្តដែលពាក់ព័ន្ធនឹងការរៀបចំសង្គមនិងជីវិតរស់នៅរបស់ខ្លួនមែនទេបងណាងមែនហើយនៅពេលដែលស្ត្រីខ្វះចំណេះដឹងនិងមិនបានយកទៅប្រើក្នុងសង្គមមានន័យថាយើងបាត់បង់ធនធានមនុស្សពាក់កណ្ដាលក្នុងការអភិវឌ្ឍមិនថាអញ្ចឹងបានជាការបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍ព្រៃឈើលើកនេះអនុប្រធានទី1ហេរ៉ាញឹកនិងលេខាបានមកលើស្ត្រីយើងខ្ញុំសួរបងណាងឯងមួយសួរមកក្នុងនាមជាបុរសតើ gender ពាក់ព័ន្ធអ្វីនឹងខ្ញុំដែរមើលផិនជួយឆ្លើយគ្នាមើលធ្លាប់តែរៀន gender មួយគ្នាទីឯងដឹងទេការលើកកម្ពស់សមភាព gender ទាមទារឲ្យមានការផ្លាស់ប្ដូរទាំងបុរសនិងស្ត្រីដោយសារស្ត្រីស្ថិតក្នុងស្ថានភាពងាយរងគ្រោះនិងមិនមានតំណាងគ្រប់គ្រាន់អស់រយៈពេលយូរមកហើយដូច្នេះមានកម្មវិធីអភិវឌ្ឍជាច្រើនដែលគេយកចិត្តទុកដាក់ទៅលើវត្តមានរបស់ស្ត្រីតែប៉ុណ្ណោះមិនយល់ទេបាទយល់ហើយទីឯងត្រូវដឹងការចូលរួមរបស់បុរសនៅក្នុងការងារ gender គឺជាគន្លឹះដ៏សំខាន់មួយដើម្បីសម្រេចបាននូវភាពស្មើគ្នារវាងបុរសនិងស្ត្រីព្រោះជាទូទៅបុរសកាន់តួនាទីសំខាន់ដែលអាចនាំឲ្យមានការផ្លាស់ប្ដូរចាំបាច់នានាហើយបើតាមខ្ញុំដឹង
បរិសុទ្ធភាគច្រើនជាអ្នករកចំណូលនិងស្ត្រីភាគច្រើនជាអ្នកទុកដាក់លុយកាក់និងបែងចែកការចំណាយផ្សេងៗប៉ុន្តែរាល់ប្រាក់កាសដែលបរិសុទ្ធជាប្តីរកបានមកមិនប្រកាសថាគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងគ្រួសារឡើយអញ្ចឹងទាល់តែស្ត្រីជាប្រពន្ធជួយរកប្រាក់ចំណូលចូលបន្ថែមមែនទេត្រូវហើយស្ត្រីត្រូវតែចូលរួមរកចំណូលបន្ថែមក្នុងការលើកស្ទួយជីវភាពគ្រួសារថ្ងៃក្រោយចាំខ្ញុំនឹងបង្ហាញបញ្យលបន្ថែមទៀតតាក់ទងនឹងការលើកកម្ពស់សមភាព gender និងផ្ដល់ភាពអង់អាចដល់ស្ត្រីក្នុងវិស័យព្រៃឈើចង់ដឹងអត់ចង់ដឹងតាថ្ងៃក្រោយយើងមកដើរល្បាតព្រៃជុំគ្នាទៀតព្រោះខ្ញុំចង់ដឹងពីរឿង gender ក្នុងវិស័យព្រៃឈើនិងគ្រប់គ្រងធនធានធម្មជាតិនេះណាអញ្ចឹងតោះយើងត្រឡប់ទៅផ្ទះវិញល្ងាចណាស់ហើយតោះទាំងអស់គ្នាដើម្បីព្រៃឈើដើម្បីទាំងអស់គ្នាព្រឹត្តិការណ៍ពិសេសលោកអ្នកនាងស្ដាប់ជាទីមេត្រីកាលពីថ្ងៃទី25និង26ខែមករាឆ្នាំ2016កន្លងទៅនេះនៅសាលប្រជុំខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំមានបើកកិច្ចប្រជុំលើកទី1របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរថ្នាក់ខេត្តស្រុកឃុំក្នុងខេត្តកំពង់ធំមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំប្រធានបណ្ដាញសហគមន៍ព្រៃឈើប្រធានសហគមន៍ព្រៃឈើមន្ត្រីនៃអង្គការ Winrock អន្តរជាតិរបស់ USAID អង្គការ RICO អង្គការ NTFP-EP អង្គការ AFFN អង្គការចែកការនិងអង្គការ The Center for People and Forest យ៉ាងច្រើនកុះករតើកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងអ្វីសូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាងលោកស៊ីបរិញ្ញាជាមួយលោកស្រីកែវវណ្ណាប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តកំពង់ធំដូចតទៅបាទជាបឋមនេះខ្ញុំបាទសូមថ្លែងអំណរគុណបាទចំពោះបងស្រីបងដែលបានអនុញ្ញាតខ្ញុំជួបសភានៅពេលនេះសូមបងស្រីជម្រាបឈ្មោះដល់ប្រិយមិត្តអ្នកស្ដាប់យើងឲ្យបានស្គាល់ផងបាទចាខ្ញុំសូមជម្រាបសួរនាងខ្ញុំឈ្មោះកែវវណ្ណាមានតួនាទីជាប្រធានសហគមន៍ព្រៃឈើព្រៃភ្នំស្រួចហើយនឹងតួនាទីជាប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តនិងជាសមាជិកគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តសូមអរគុណបាទ2ថ្ងៃកន្លងមកនេះគឺថាមានបើកកិច្ចប្រជុំលើកទី1របស់គណៈកម្មាធិការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តតើកិច្ចប្រជុំនេះក្នុងគោលបំណងអីដែរបាទចាគោលបំណងកិច្ចប្រជុំអស់រយៈពេល2ថ្ងៃថ្ងៃទី1គឺប្រជុំជាមួយបណ្ដាញសហគមន៍ព្រៃឈើថ្នាក់ឃុំដើម្បីប្រមូលបញ្ហាប្រឈមនៅក្នុងសហគមន៍ព្រៃឈើហើយនឹងឈានទៅរកដំណោះស្រាយចាពេលយើងបង្កើតបានគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តហើយមានការប្រកាសទទួលស្គាល់ពីឯកឧត្តមអភិបាលខេត្តហើយអញ្ចឹងគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តនឹងត្រូវការជួយសម្របសម្រួលនិងជួយដោះស្រាយបញ្ហាដែលកើតមាននៅក្នុងសហគមន៍ព្រៃឈើហើយនឹងរៀបចំផែនការបន្តនៅក្នុងត្រីមាសដើម្បីយើងឈានទៅរកដំណោះស្រាយឲ្យបានជោគជ័យនិងមានដំណើរការសហគមន៍ព្រៃឈើទៅបានលូនបាទជាការប្រសាណាស់ដែលយើងបានរៀបចំបង្កើតឲ្យមានគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ខេត្តបានតើបងស្រីរំពឹងថានឹងទទួលបានជោគជ័យយ៉ាងណាខ្លះបាទចាខ្ញុំមានសង្ឃឹមថានឹងទទួលបានជោគជ័យចាព្រោះអីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដែលចូលរួមហ្នឹងណាចាមានអង្គការសង្គមស៊ីវិលមានរដ្ឋបាលព្រៃឈើមានអាជ្ញាធរហើយមានសហគមន៍មានឯកឧត្តមអភិបាលខេត្តចាចូលរួមផងដែរហើយមួយទៀតអង្គការដៃគូនោះគឺយើងមានលុយចាមានលុយបើអត់មានលុយគឺយើងមិនងាយដោះស្រាយបានទេអញ្ចឹងបើកាលណាយើងមានលុយមានគ្រប់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមហើយគឺយើងគិតថានឹងបានសម្រេចជោគជ័យក្នុងនាមបងស្រីដែលជាប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តកំពង់ធំតើបងស្រីមានសំណុំពរយ៉ាងណាទៅដល់គណៈកម្មការសម្របសម្រួលយើងដែលបានជាប់ឈ្មោះហើយនេះបាទចាខ្ញុំមានសំណុំពរឲ្យគណៈកម្មការទាំងប្រធានគណៈកម្មការទាំងសមាជិកគណៈកម្មការដែលពាក់ព័ន្ធទាំងអស់នឹងជួយមានចំណាប់អារម្មណ៍ហើយជួយខ្នះខ្នែងជួយគិតជួយផ្ដោតអារម្មណ៍ទៅលើដំណោះស្រាយបញ្ហាដែលមាននៅក្នុងសហគមន៍ចាសូមអរគុណសូមអរគុណបងស្រីបាទលោកអ្នកនាងស្ដាប់ជាទីមេត្រីតម្រូវតាមពេលវេលាយើងក្លៀកគ្នាត្រឹមតែសិនចុះជួបគ្នានៅថ្ងៃសុក្រទី19ខែកុម្ភៈឆ្នាំ2016វេលាម៉ោងដដែលនៅពេលនេះនាងខ្ញុំបញ្ញានិងខ្ញុំបាទស៊ីបរិញ្ញាសូមអរគុណសូមជម្រាបលា
កម្មវិធីនេះឧបត្ថម្ភដោយគម្រោងគាំទ្រព្រៃឈើនិងជីវៈចម្រុះរបស់ USAID ប្រចាំនៅកម្ពុជារាល់អត្ថន័យនិងខ្លឹមសារនៅក្នុងកម្មវិធីនេះមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់ USAID ឡើយផលិតដោយអង្គការ Media One